បរោះម្នាក់បានលួចមើលប្អូនថ្លៃស្រីងូទឹកពេលនោះទឹកមុខរបស់គេមើលទៅដូចជាតក់ស្លុតជាខ្លាំងព្រោះគេបានមើលឃើញកន្ទុយពស់ដ៏ធំមួយបានលេចចេញពីក្នុងអាងទឹកដែលនាងកំពុងងូតនោះភ្លាមនោះប្រពន្ធរបស់គេបានបើកទ្វារចេញមកហើយសួរគេថាតើបងកំពុងតែធ្វើស្អីនៅទីនេះបរោះជាប្តីបានឆ្លើយទាំងរដាក់រដប់ថាបងដើរកាត់ទីនេះហើយឃើញទ្វាររបើកទើបបងចូលមកមើលអូប្រហែលជាអូនភ្លេចបិទហើយមើលទៅនិយាយរួចស្ត្រីជាប្រពន្ធក៏បានដេញប្តីរបស់គេចេញមកវិញនៅថ្ងៃបន្ទាប់បរោះជាប្តីបានមកកន្លែងធ្វើការហើយគេបានយកអ្វីដែលគេបានឃើញប្រាប់មកប្អូនប្រុសហើយប្អូនប្រុសក៏បានរាប់ដៃដើម្បីធ្វើការទស្សទាយដោយគេបានមើលឃើញថានៅក្នុងផ្ទះរបស់បងប្រុសគឺមានបីសាច់ហើយបីសាច់នោះគឺអាចជាប្អូនស្រីនិងប្រពន្ធរបស់គេឮពាក្យនោះភ្លាមបងប្រុសហាក់មានអារម្មណ៍នឹងថាខឹងព្រោះគេគិតថារឿងនោះវាមិនអាចទៅរួចនោះទេគេក៏បាននឹកឃើញដល់ពេលដែលគេបានជួបនាងដំបងនិងរៀបការជាមួយនាងគឺនាងជាមនុស្សពិតប្រាកដមែនដោយដឹងថាបងប្រុសមិនជឿសម្ដីខ្លួនប្អូនប្រុសក៏បានប្រគល់របស់អៀងឲ្យទៅបងប្រុសដើម្បីធ្វើការសាកល្បងពេលបរិះនោះបានមកដល់ផ្ទះភ្លាមគេក៏បានបើកប្រអប់ហើយយករបស់នៅក្នុងនោះមកហិតមើលទើបដឹងថានៅក្នុងនោះគឺម្សៅប្រមាត់ខ្លាឃ្មុំហើយគេក៏បាននិយាយម្នាក់ឯងថាតើខ្ញុំគួរតែសាកល្បងវាដែរទេបន្តិចក្រោយបរោះជាប្តីបានយកកម្សៅនោះដាក់ទៅក្នុងស្រារួចយកវាទៅបន្ទប់របស់ប្អូនថ្លៃស្រីដោយពេលនោះនាងកំពុងតែញូតទឹកពេលបងថ្លៃចូលទៅដល់ភ្លាមគេហាក់មានការភ្ញាក់ផ្អើលព្រោះគិតថានាងគ្មានសម្លៀកបំពាក់គេក៏បានយកដៃទៅបាំងភ្នែករបស់គេភ្លាមតែប្អូនស្រីនាងមិនភ្ញាក់ផ្អើលអ្វីនោះទេព្រោះតែនាងមិនបានដោះសម្លៀកបំពាក់ឡើយពេលនោះនាងបានក្រោកឈរបង្ហាញបងថ្លៃរបស់នាងធ្វើឲ្យគេភ័យជាខ្លាំងរហូតដល់របូតប៉ាន់ស្រានោះចូលទៅក្នុងទឹកភ្លាមនោះបងថ្លៃបានប្រាប់ឲ្យនាងចូលទៅក្នុងអាងទឹកវិញពេលប្អូនស្រីអង្គុយចុះភ្លាមនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលក្នុងខ្លួនហើយក៏បានសួរបងថ្លៃថាតើនៅក្នុងប៉ាន់នោះគឺជាអ្វីបងថ្លៃក៏ប្រាប់ថានោះគឺជាស្រាប្រមាត់ខ្លាឃ្លុំភ្លាមនោះនាងមានអារម្មណ៍ថាឈឺចាប់ក្នុងខ្លួនជាខ្លាំងហើយនាងក៏បានស្រែកហៅរកបងស្រីពេលដែលបងស្រីនាងចូលមកដល់ប្អូនស្រីក៏បានប្រាប់នៅរៀងរាវដែលបានកើតឡើងឬដូចនោះបងស្រីរបស់នាងក៏បានដេញប្តីរបស់ខ្លួនចេញតែបរោះជាប្តីមិនចង់ចេញនោះទេព្រោះគេចង់ដឹងថាតើមានរឿងអ្វីកើតឡើងចំពោះប្អូនស្រីដោយទ្រាំមិនបានស្ត្រីជាប្រពន្ធក៏បានសម្លុតបរោះជាប្តីឲ្យចេញភ្លាមដោយឃើញទឹកមុខប្រពន្ធបែបនោះគេក៏បានចេញទាំងមិនអស់ចិត្តពេលមកដល់ខាងក្រៅគេក៏បាននឹកឃើញដល់សម្ដីរបស់ប្អូនប្រុសហើយគេក៏បានបើកទ្វារលួចមើលទើបដឹងថាប្អូនថ្លៃស្រីរបស់គេគឺពិតជាបីសាច់ពិតប្រាកដមែនធ្វើឲ្យគេភ័យខ្លាចជាខ្លាំងភ្លាមនោះស្រាប់ប្រពន្ធរបស់គេបានចេញមកបរោះជាប្តីក៏បានព្យាយាមលាក់អារម្មណ៍នៅហើយបានសួរប្រពន្ធថាប្អូនស្រីយ៉ាងម៉េចទៅហើយនាងមិនអីទេបងគុំនៅរំខាននាងងូតទឹកអីបងប្រញាប់ទៅសម្រាកទៅបន្តិចទៀតអូននឹងទៅតាមនិយាយរួចនាងក៏បានរុញប្តីនាងទៅពេលមកដល់បន្ទប់គេងមើលទៅបរោះជាប្តីដូចជាមិនអស់ការសង្ស័យស្ត្រីជាប្រពន្ធក៏បានព្យាយាមនិយាយលួងលោមដើម្បីឲ្យប្តីបំភ្លេចចោលនៅអ្វីដែលគេបានឃើញនៅថ្ងៃបន្ទាប់បរោះជាប្តីបានមកកន្លែងធ្វើការប្អូនប្រុសក៏បានសួរគេថាតើគេមានបានសាកល្បងវាហើយឬនៅគេមិនមានចម្លើយអ្វីដើម្បីដោះសារនោះទេហើយគេក៏ចាប់ផ្ដើមគិតរកល្បិចពេលមកដល់ផ្ទះបរោះជាប្តីបានបបួលប្រពន្ធផឹកស្រាស្ត្រីជាប្រពន្ធមិនដឹងថាប្តីកំពុងចង់សាកល្បងនាងនោះទេនាងបានផឹកស្រាយ៉ាងរីករាយបន្តិចក្រោយមកឆ្លៀតពេលដែលប្រពន្ធទៅបន្ទប់ទឹកបរោះជាប្តីបានលួចដាក់ម្សៅនោះទៅក្នុងស្រាហើយពេលប្រពន្ធត្រឡប់មកវិញគេក៏បួលនាងផឹកស្រាជាធម្មតាតែពេលដែលនាងផឹកស្រានោះរួចហើយនាងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួលក្នុងខ្លួននាងក៏បានសួរទាំងឈឺចាប់ទៅប្តីនាងថាតើក្នុងស្រានោះមានអ្វីប្តីមិនបាននិយាយអ្វីទេភ្លាមនោះស្ត្រីជាប្រពន្ធចាប់ផ្ដើមคลายខ្លួនទៅជាបិសាចធ្វើឲ្យបរោះជាប្តីភ័យខ្លាចជាខ្លាំង